អ្នកគ្នាខ្ញុំបាទ Silent ហើយថ្ងៃនេះដែរគឺខ្ញុំមកលេង server Dino MC អូខេនៅក្នុង server Dino MC គឺជា server មួយដែរអាចតែផ្ទះគ្នាបានឬក៏អីផ្សេងគឺអត់មានច្បាប់ទេហាមតែហិចចឹងទៅគឺខ្ញុំនឹងធ្វើការផ្សំព្រេងនៅក្នុង server នេះហើយថ្ងៃនេះគឺជាថ្ងៃទី1ដែលខ្ញុំលេងជាមួយនឹង server Dino ចាំមើលថាដំណើរផ្សំព្រេងខ្ញុំតាំងពីដើមរហូតដល់ចប់តែខ្ញុំនឹងទទួលបានអីខ្លះហើយខ្ញុំត្រូវងាប់ប្រហែលដងឬក៏ត្រូវគេរែតែប្រហែលដងដែរឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅដល់ gameplay យើងទាំងអស់គ្នាឥឡូវយើង gameplay យើងអត់មានអីច្រើនទេអ្នកគ្នាគឺដំបូងហ្នឹងគឺគេឲ្យយើងបានបថៅអីនេះគេarmor មួយ set ដែរយើង capture សិនអ្នកគ្នាចូលមកអត់មានអី capture ទេតែអ្នកគ្នាបើចង់បានអាវអីបានស្រាប់នេះគឺអ្នកគ្នាអាច slash player ទៅបានហើយអ្នកចូលលេងថ្មីអ្នកអត់ដឹងគឺអ្នកគ្នាគាត់ slash player ទៅគឺអ្នកគ្នាបានហើយអញ្ចឹងយប់មិនក៏ចុចយប់ដែរអ្នកគ្នាមើល sunset គឺស្អាតខ្លាំងមែនទេមើល sunset អ្នកគ្នា sunset ហើយដំបូងគឺកោដដៅខ្ញុំដំបូងគឺមាន3ទី1គឺខ្ញុំត្រូវរក diamond ឲ្យបាន full set ហើយទី2គឺខ្ញុំបានទៅគិតថាខ្ញុំគួរតែរកផ្ទះហើយទី3គឺខ្ញុំនឹងធ្វើការដេញសម្រាប់គេប៉ុន្តែខ្ញុំលេងលើ band rock អញ្ចឹងគឺវាពិបាកខ្លាំងមែនទែនក្នុងការវាយគ្នាអញ្ចឹងទៅគឺខ្ញុំនឹងធ្វើ trap ឬក៏ធ្វើអីតាមជំនាញដែលខ្ញុំធ្វើអ្នកលេង band rock ក៏ដូចគ្នាបើសិនជាអ្នកគ្នាបោះបង់ឬក៏លេងទៅតុកសិចអីគឺកុំតុកសិចអីអ្នកគ្នាគឺលេងដើម្បីសុបាយទៅហើយខ្ញុំក៏លេងលើ band rock ដែរអញ្ចឹងទៅគឺអ្នកគ្នាចាំមើលការលេងខ្ញុំទាំងអស់គ្នាថាខ្ញុំអាចសម្រាប់ player បាន10នាក់ឬក៏អត់ទេហើយក៏គេសម្រាប់ខ្ញុំអញ្ចឹងយើងចូលទៅមើល gameplay ទាំងអស់គ្នាអូខេអ្នកគ្នាមើលទៅភូមិនេះគឺមានអ្នកមកហើយ ហើយ villager ក៏ទៅអស់ដែរតែមាន emerald មានអីអត់មិនមាន emerald ឡើយអស់លេងសំបីតែស្រូវអីក៏អស់ដែរអីចាអូយផ្ទុះខ្ទេចទាំងអ្នកភូមិអស់លេងអូអ្នកភូមិមួយណាគ្នាខ្ញុំឃើញអ្នកភូមិមិនតែធ្វើមិនបើវាអស់អ្នកភូមិដូចសល់តែមួយហ្នឹងណាគ្នាបាត់អស់ហើយអូយើងមើលទៅគឺអត់មានអីទេអូយ៉ាអូណាគ្នា zombie ច្រើនណាស់ zombie ច្រើនណាស់គឺនៅនេះហាងគ្រោះថ្នាក់ណាគ្នាអញ្ចឹងអ្នកគ្នាពេលចូលលេងអីប្រយ័ត្នផងអ្នកចូលលេងថ្មីអូអ្នកគ្នាមានស្រូវហើយយើងប្រមូលស្រូវទុកអ្នកគ្នាស្រូវល្អអ្នកគ្នាស្រូវល្អអ្នកគ្នាយើងប្រមូលស្រូវទុកមកនៅក្នុងហ្នឹងយើងប្រមូលស្រូវទុកអ្នកគ្នាទុកធ្វើនំប៉័ងទៅអីយ៉ាងទៅប្រកាន់អ្នកភូមិអ្នកគ្នាតែអីយើងចូលមកដំបងអញ្ចឹងគឺយើងក្រខ្លាំងណាស់អ្នកគ្នាអញ្ចឹងទៅយើងមានអីគឺយកហ្នឹងឥឡូវយើងធ្វើការទៅម៉ាញអ្នកគ្នាយើងនឹងទៅម៉ាញទាំងអស់គ្នាហើយមើលអ្នកគ្នាទៅម៉ាញអ្នកគ្នាត្រូវធៀមចំណៃច្រើនខ្លាំងអញ្ចឹងទៅបើសិនជាអ្នកគ្នាអត់មានចំណៃញ៉ាំទេគឺអ្នកគ្នាក៏មិនមួយទៀតគឺ slash food បើអ្នកគ្នា slash food ហើយគឺអ្នកគ្នាបានសាច់ដុំរវាង2នាទីម្ដងគឺអ្នកគ្នាអាចមើលបានគឺខ្ញុំ slash food ដល់អ្នកគ្នាមើល slash food គឺខ្ញុំបានឡើង24អ្នកគ្នាគឺយើង ignore ខ្មៅចោលទៅមិញគឺ food ខ្ញុំមានតែ14ទេឥឡូវខ្ញុំបាន24អញ្ចឹងអ្នកគ្នាអាចចូល kill អីបានដោយមិនបាច់ថាអស់ចំណៃអ្នកគ្នាមិនខ្លាចទេអញ្ចឹងទៅយើងចូលទៅតែយើងចូលមកផងអ្នកគ្នាចាត់ពណ៌នេះបាញ់ងាប់អស់អ្នកគ្នាពណ៌នេះបាញ់ឈឺណាចិត្តតំបន់ខ្សាច់ទៅអាតំបន់ស្អីហ្នឹងខ្ញុំមិនសូវចូលចិត្តទេខ្ញុំដើររក kill មកអូអ្នកគ្នា I see kill អូ kill ធំណាស់ធំមានដៃទៀតអូទៅយើងធ្វើការទៅអូយ៉ាធ្លាក់អូអត់អីឥឡូវយើងជីកដៃណាជីកដៃទេស្អី PX យើង efficiency 5អញ្ចឹងទៅលឿនណាស់អញ្ចឹងអ្នកនេះអាចម៉ាននេះលឿនណាស់ឥឡូវគឺខ្ញុំម៉ានខ្ជុំដល់ពីម៉ានខ្ជុំហើយខ្ញុំធ្វើការទៅម៉ានដៃតទៀតណាគ្នាឃើញដៃអូយ៉ាម៉ានចាំមកណាចុយហៀទឹកម៉ែទឹកហៀចេញមកពីណាប្រូអត់បាច់ទេយើងទៅក្រោមមកទៅក្រោមនេះមានដៃជីកដៃហ្នឹងយើងជីកដៃមិនខ្វល់ចាញ់យើង ignore វាចោលយើងទៅក៏អូ diamond ណាគ្នា diamond ប្រូអូ diamond ណាគ្នា diamond ជីក diamond អូ2ណាគ្នា2តែឥឡូវខ្ញុំត្រូវការ3 diamond 3 diamond ណាគ្នាឥឡូវយើងធ្វើការcalculator នេះចោលទៅគឺញ៉ៃខ្លាំងមែនតើម៉ាណា armor ល្អជាងឯងនេះឥឡូវយើងធ្វើការដាក់ទៅ diamond ទាំងអស់គ្នាណាគ្នាអូ creeper នេះស្អីញ៉ៃណាចុយ pixel អូវិញងាប់អូ diamond ណាគ្នាខ្ញុំបាន diamond អូជីកដៃទៀតហើយយើងជីកទៀតអូខេណាគ្នាអូជួយមកប៉ានេះញ៉ៃមែនសូមច្រឡំប៉ានេះ spider យើងធ្វើការទៅជីកដៃមិនទាំងអស់គ្នាម៉ែ3 diamond កប់ស្រីអូ diamond ទៀតចុយ
diamond 2 តង់អ្នកនេះកោបស្រីហើយខ្ញុំក៏ diamond ហើយមានខ្ញុំមានអ្នកខ្ញុំមានហើយខ្ញុំបាន diamond ប៉ុណ្ណឹងប្រហែលខ្ញុំអាចធ្វើ tool បានអ្នកនេះហើយយើងធ្វើការធ្វើ tool ប្រើសិនមានដូចជាដាវបថៅអញ្ចឹងណាហើយយើងផលិតមកអ្នកនេះកុំគិតច្រើនទេផលិត stick មកstick យើងផលិតជាមួយនឹងដាវផលិតដាវហើយយើងផលិតជាមួយនឹង pickaxe ផលិត pickaxe ហើយយើងផលិតជាមួយនឹងបថៅទៀតណាបថៅគឺនៅសល់2 diamond ទៀតគឺ the best ខ្លាំងមែនទេគឺ diamond យើងសបោហោហៀខ្លាំងមែនទេបាទខ្ញុំត្រូវការតា armor មួយ set ទៀតទេគឺខ្ញុំបាន diamond ហើយឥឡូវហ្នឹងគឺខ្ញុំបាន tool ជា diamond ហើយអញ្ចឹងទៅយើងលែងសូវភ័យណាគ្នាឥឡូវខ្ញុំធ្វើការជាចូលទៅវិញសិនបាទហើយយើងធ្វើការតែទៀតអូដូចជាកន្លែងនេះណានេះជាអីទៅកាន់តែល្អតែចិត្ត band rock នេះតែចិត្ត band rock ទៅវាអត់ទៅមានណាហៅឃើញអូ diamond what អូក៏ដែរណាខ្ញុំបាន diamond មួយទៀតណាខ្ញុំបាន diamond 3ហើយឥឡូវខ្ញុំអត់ខ្វល់ណាខ្ញុំទៅទៀតណាខ្ញុំទៅទៀតអូយអូណាខ្ញុំចូលឡាបានហើយអូក៏ដែរអូយគុំមកឥឡូវខ្ញុំធ្វើការធ្វើផ្ទះនៅចិត្តហ្នឹងទៅនេះទៅស្ព័នហ្នឹងទៅតែខ្ញុំអត់ធ្វើយកដៃប្រើណានេះឥឡូវខ្ញុំធ្វើការ craft font ណា4ហ្មងណា4ដាក់4ហ្មងណា1 2 3ដាក់4មកណាខ្ញុំកាប់ខ្ជុំបានខ្លះដែរដាក់ដិតណាthen ត្រូវការដាក់ក្រែមួយមកតែ spawn វាតែ spawn ហ្នឹងមួយមកនេះហើយយើងនេះជាផ្ទះយើងហ្នឹងណាតែឥឡូវខ្ញុំប្រើការប្រិតបោទៅនេះទៅក្បាលខ្លាំងមែនតើម៉ាឥឡូវជមើថាគឺយើងបានធំណាស់នេះតែនិយាយបាទខ្ញុំដាក់របស់ចូលក្នុងហប់សិនគឺដឹងស្អីខ្លះចេះដាក់ដែរណាហើយកម្រងខ្ញុំគឺមកកន្លែងនៅគឺបានសម្រាប់ហើយឥឡូវហ្នឹងកម្រងមួយទៀតខ្ញុំគឺខ្ញុំធ្វើ farm នេះដើម្បីធ្វើ farm បានគឺខ្ញុំត្រូវការទៅរកជាមួយនឹងរបស់ផ្សេងដូចជាsugar cane ឬក៏ឥឡូវយើងធ្វើការមាន3ចំណុចយើងធ្វើការទៅរក sugar cane ការ៉ុតហើយនឹងស្រូវឥឡូវស្រូវយើងមានហើយអញ្ចឹងយើងត្រូវការតែ2ទេ sugar cane ហើយការ៉ុតអូមួយទៀត pumpkin អ្នកគ្នាខ្ញុំក៏ត្រូវការ pumpkin ដែរអញ្ចឹងទៅយើងទៀតយើងនឹង RTP ទៅ pumpkin ទាំងអស់គ្នាឥឡូវយើងទៅ pumpkin ប្រហែល pumpkin វានៅតំបន់ដូចជាភ្នំណាគ្នាចាំមើលថាខ្ញុំ RTP ទៅជួបអត់ដឹងទេត្រូវសារ RTP ទៅសិនណាគ្នាសារ RTP ហ្នឹងសារ RTP អូអ្នកគ្នានៅជាប់អូ RTP មួយថ្ងៃបានតែម្ដងអ្នកគ្នាចាប់បណ្ដោយខ្ញុំ RTP មកដំបងបានហើយឥឡូវយើងធ្វើការដូរទៅលើកាអាវយើងដូរទៅពាក់ជាមួយនឹងនេះហើយ iron គឺតារាគឺខ្ញុំបាន iron ហើយអាវ iron ហើយខ្ញុំបាន diamond ហើយណាគ្នាហើយ episode 1គឺខ្ញុំបានចាប់ទៅធំហ្នឹងចាំមើលថា episode 2ខ្ញុំអាចទៅរក sugar cane ឬក៏ទៅរកដើមអីផ្សេងយកមកដាំបានអត់ឥឡូវចាំទស្សនា episode 2ពីខ្ញុំបាទ silent គឺស្រឡាញ់អ្នកទាំងអស់គ្នាចាំមើល episode 2អ្នកគ្នា goodbye អ្នកនេះ